ការសម្ងាត់របស់រដ្ឋនេះគឺជាចម្លើយដ៏ខ្លីបំផុតដែលអ្នកភូមិនៅក្នុងខេត្តស៊ីឈួនទទួលបាននៅពេលដែលពួកគេសួររកមូលហេតុនៃការរឹបអូសដីធ្លីប៉ុន្តែនៅពីក្រោយពាក្យថាអាថ៌កំបាំងនេះគឺជាការត្រៀមខ្លួនដ៏រន្ធត់មួយនៃមហិច្ឆតានុយក្លេអ៊ែរដែលពិភពលោកមិនធ្លាប់បានដឹងតើមានអ្វីកើតឡើងឲ្យពិតប្រាកដនៅក្រៅដំបូលរៀងស្វែកដ៏ធំសម្បើមក្នុងតំបន់ភ្នំដាច់ស្រយាលនៃប្រទេសចិនយោងតាមការស៊ើបអង្កេតរបស់ CNN ប្រទេសចិនកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងទ្រង់ទ្រាយធំនិងដោយសម្ងាត់បំផុតរូបភាពកាយណោបានបង្ហាញឲ្យឃើញថាភូមិឋានរបស់អ្នកស្រុកត្រូវបានឈូសឆាយរាបស្មើដើម្បីជំនួសមកវិញនៅអគារយោធានិងមជ្ឈមណ្ឌលផលិតកម្មស្នូលនេះមិនមែនគ្រាន់តែការសាងសង់ធម្មតាទេប៉ុន្តែវាគឺជាការធ្វើទំនើបកម្មអាវុធដ៏សំខាន់បំផុតក្នុងរយៈពេលរាប់ទសវត្សរ៍ចុងក្រោយនេះជាមួយគ្នានេះផងដែរចំណុចដែលគួរចាប់អារម្មណ៍បំផុតគឺទីតាំងដែលគេស្គាល់ថាសាយ906នៅទីនោះមានរាងដំបូលស្វែដ៏ចម្លែកតែអ្នកជំនាញប្រៀបដូចទៅនឹងស្ករគ្រាប់ទីតាក់36000 ហ្វីតការ៉េគឺជាទំហំដ៏មហិមានៃសំណង់បេតុងនិងដែកថែបនេះវាត្រូវបានបំពាក់ដោយទ្វារការពារបំផ្ទុះដែលហៅថា Plus Door និងប្រព័ន្ធតាមដានវិទ្យុសកម្មយ៉ាងម៉ឺងម៉ាត់បំផុតយោងតាម BBC និងអ្នកជំនាញផ្នែកអាវុធរចនាសម្ព័ន្ធបែបនេះត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីរក្សាសារធាតុគ្រោះថ្នាក់បំផុតដូចជាអុយរ៉ាញ៉ូមនិងភ្លុយតូញ៉ូមឲ្យនៅខាងក្នុងមិនត្រឹមតែប៉ុណ្ណោះការសាងសង់នេះកើតឡើងចំពេលដែលទំនាក់ទំនងអន្តរជាតិកំពុងស្ថិតនៅក្នុងភាពរកាំរកូសទន្ទឹមនឹងនេះពិភពលោកកំពុងសម្លឹងមើលទៅកាន់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកដូណាល់ត្រាំទៅកាន់ទីក្រុងប៉េកាំងនាខែក្រោយនេះ Fox News បានឲ្យដឹងថារដ្ឋបាលលោកត្រាំមានបំណងចង់ទាញប្រទេសចិនឲ្យចូលមកក្នុងកិច្ចព្រមព្រៀងកាត់បន្ថយអាវុធថ្មីបន្ទាប់ពីកិច្ចព្រមព្រៀង New START ជាមួយរុស្ស៊ីបានផុតកំណត់ប៉ុន្តែសកម្មភាពជាក់ស្ដែងនៅខេត្តស៊ីឈួនបានបង្ហាញពីទិសដៅផ្ទុយស្រឡះលោក Jeffer Lee អ្នកជំនាញផ្នែកសន្តិសុខសកលបានលើកឡើងថាការសាងសង់នេះប្រៀបដូចជាសុបិនអាក្រក់បំផុតរបស់គូប្រកួតប្រជែងវាគឺជាការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃតំបន់ឧស្សាហកម្មអាវុធទាំងមូលដើម្បីបង្កើនសមត្ថភាពផលិតឲ្យកាន់តែខ្លាំងជាងមុនទៅទៀតយ៉ាងណាមិញអេរយាប័តរបស់ចិនបានធ្វើឲ្យមន្ទីរបញ្ចកោណមានការព្រួយបារម្ភយ៉ាងខ្លាំងទោះបីជាចិនមានក្បាលគ្រាប់ប្រហែលជា600គ្រាប់តិចជាងអាមេរិកនិងរុស្ស៊ីក្តីប៉ុន្តែចិនគឺជាអ្នកផលិតអាវុធនុយក្លេអ៊ែរដ៏លឿនបំផុតនៅលើពិភពលោកកងទ័ពរំដោះប្រជាជន PLA កំពុងបង្កើតប្រព័ន្ធព្រមានទុកជាមុនដែលអាចបាញ់តបតមុនពេលមីស៊ីលត្រូវបានធ្លាក់ដល់ដីនេះគឺជាយុទ្ធសាស្ត្រដើម្បីទប់ស្កាត់ការជឿជ្រែកពីលោកខាងលិចជាពិសេសក្នុងតំបន់កោះតៃវ៉ាន់ក្នុងន័យនេះយើងគួរយល់ដឹងអំពីដែលគេហៅថាទីក្រុងវិទ្យាសាស្ត្រតំបន់នេះស្ថិតនៅចម្ងាយ40ម៉ាយពីបណ្ដាស៊ីតុងហើយត្រូវបានគេចាត់ទុកថាជាខួរក្បាលនៃការប្រតិនុយក្លេអ៊ែររបស់ចិនបច្ចេកវិទ្យាគ្រឹះកំពុងត្រូវបានបដិវត្តកម្មដែលធ្វើឲ្យលោកខាងលិចពិបាកនឹងប៉ាន់ស្មានពីសមត្ថភាពពិតប្រាកដរបស់ចិនឬដែលហៅថាចំណុចខ្វាក់នៅក្នុងយុទ្ធសាស្ត្រយោធាសរុបមកវិញខណៈដែលមហាអំណាចព្យាយាមនិយាយអំពីសន្តិភាពនិងការត្រួតពិនិត្យអាវុធទីក្រុងប៉េកាំងកំពុងដើរផ្លូវផ្ទាល់ខ្លួនយ៉ាងលឿនបំផុតការសាងសង់សាយ906មិនមែនគ្រាន់តែជាសំណង់អគារធម្មតានោះទេប៉ុន្តែវាគឺជាសញ្ញានៃការប្រណាំងប្រជែងអាវុធក្នុងសម័យកាលថ្មីដែលមានមហាអំណាចនុយក្លេអ៊ែរទី3ចូលយ៉ាងពេញទំហឹងតើពិភពលោកនឹងអាចទប់ស្កាត់ការរត់ប្រណាំងអាវុធនេះបានដោយរបៀបណាចម្លើយប្រហែលជាស្ថិតក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំពិភពលោកនាពេលខាងមុខនេះហើយសូមអរគុណសម្រាប់ការតាមដានព័ត៌មានពិសេសនេះតើបងប្អូនមានមតិយោបល់យ៉ាងណាដែរសូមខមមិននៅខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយចុច like share និង subscribe ដើម្បីកុំឲ្យខកខានព័ត៌មានថ្មីជាបន្តទៀត